แต่ต้องหนึ่งเรื่องปลรักขมายจำเคยหลุกซ้ำแรงซีวอลโจสกขมายวิ่งขณะลุกกำศึกษาบัตรบองสิทธิ์นโยบายเพียงเคยซาดังชานะบองปนพญาหมกខ្ញុំមិនចង់និយាយទេថា channel ខ្ញុំគឺជាអ្នកនិយាយអំពីរឿងរ៉ាវសង្គមបាទក៏ប៉ុន្តែដល់មកទឹកភ្នែកពេកសម្រាប់មុងណារ៉េបាទលបងមាត់វាហ្នឹងគាត់និយាយចេះតែបានហ្មងចេះតែនិយាយនឹកឃើញហ្មងមានប្រជាពលរដ្ឋឯណានៅក្នុងស្រុកខ្មែរនឹងស្នើសុំឲ្យពួកក្បត់ជាតិនឹងសំរាំងស៊ីនឹងមកចូលស្រុកនោះមានតិចបំផុតដែរបងប្អូនបាទហើយគាត់មកនិយាយអញ្ចឹងនេះមកនិយាយសិតឯណាប្រជាពលរដ្ឋផ្ញើមីសេចទៅគាត់ឯណាផ្ញើសុំសំណុំពរឲ្យសំរាំងស៊ីចូលស្រុកខ្ញុំដូចជាមិនយល់ជាមួយគាត់ហ្មងពណ៌តែមានចេះតែធ្វើឲ្យបាន view បាទហើយគេជេរបាទគ្មានអ្នកណាចង់ឲ្យបានពួកក្បត់ជាតិនឹងចូលស្រុកវិញទេបាទហើយដឹងយ៉ាងម៉េចទេបាទដឹងថាប្រជាពលរដ្ឋនៅក្នុងប្រទេសហ្នឹងទាំងអ្នកគ្រប់គ្រងគណៈបកសំរងស៊ីហ្នឹងបាទហើយទាំងអ្នកគ្រប់គ្រងគណៈបកប្រជាជនបាទគេឃើញពុតបុតរបស់សំរងស៊ីកាន់ច្បាស់នៅពេលសង្គ្រាមហ្នឹងបាទគេមើលឃើញច្បាស់នៅពេលសង្គ្រាមគាត់ live វីដេអូផ្អាប់កងទ័ពយើងយ៉ាងម៉េចថាកងទ័ពយើងចេះចុះមិនបងប្អូនស្ដាប់មើលបាត់បង្ហាញរបស់វាទាហានថៃបាញ់ចំហ្មងតែបើខាងយើងនេះវាអត់មានសម្ភារៈបាញ់ព្រាវដឹងបាញ់ទេបាញ់អាក្នុងអាស្អីបាញ់អាមីស៊ីលណាឃើញថាថៃបាញ់យើងបាញ់ថៃវិញប៉ុន្តែអត់មានទៅសម្ដៅមុខសញ្ញាយោធាទេបាញ់អត់ថាមិនខុសទេតែបាញ់ទៅថៃតែបាញ់ទៅថៃបានប៉ុន្តែវាធ្លាក់ទៅពីយើងអត់មានចេះបាញ់សម្គាល់មុខសញ្ញាណាទៅពីងាប់ប្រជាពលរដ្ឋទីតាមផ្លូវតាមវត្តអារាមតាមស្រែចម្ការទី1វាអត់មានប្រសិទ្ធភាពទី2វាអសិលធម៌យើងទៅបាញ់គេទៅទេចាំបានថៃគេមានព្រៀបណាទៅតែចែកជាមួយអន្តរជាតិគេមានឃើញទេវាធ្វើបត់បង្ហាញឈួតលីលាអញ្ចឹងស្ដាប់បាននេះប្រជាប្រិយភាពគាត់ណាកាលមុនមាននៅសល់ខ្លះតាំងពីចូលសម័យសង្គ្រាមមកវាយជាមួយសៀមមកសំរងស៊ីគ្មានទេគ្មានជាប្រិយភាពទៀតទេព្រោះគាត់ទៅចូលដៃជាមួយពួកចៅឈ្លានពានបាទគាត់និយាយបង្អាប់បន្ទោសគាត់មិនចេះជួយជាតិបាទគេមើលឃើញមនុស្សដែលនៅក្នុងសង្គមគ្រួសារចេះជួយគ្រួសារនៅពេលមានអាសន្នអាហ្នឹងគេហៅថាជាមនុស្សតែបើគាត់ពេលមានសង្គ្រាមមានអាសន្នពួកចៅឈ្លានពានយកទឹកដីវាយកទឹកដីយើងគាត់មិនបានជួយគ្រប់គ្រងជួយបំផុលចលនាឲ្យជាពលរដ្ឋឲ្យជាតិមាតុភូមិបានវិលត្រឡប់ទៅរកសុខសន្តិភាពវិញគាត់បែរទៅឆ្លៀតឱកាសទៅឯកអបជាមួយពួកចៅសៀមណាដើម្បីឲ្យពួកចៅសៀមនោះមកកំទេចរដ្ឋាភិបាលបាទខ្ញុំសួរលោកឯងថាលោកឯងធ្វើអញ្ចឹងត្រូវទេបាទលោកឯងធ្វើអញ្ចឹងត្រូវទេទាំងខ្លួនឯងជាជនជាតិខ្មែរហើយទៅក្បត់មនសិការខ្លួនឯងទៅបម្រើពួកឈ្លានពានរដ្ឋាភិបាលគេខំណាស់តែលោកឯងបែរទៅជាបំផ្លាញជាតិបាទបំផ្លាញជាតិខ្លួនឯងប្រជាប្រិយភាពរបស់លោកឯងសំរាំងស៊ីណាអស់អាលីងកាលមុននៅតិចតួចនៅខ្លះតែឥឡូវមកអស់អាលីងត្រង់នៅពេលសង្គ្រាមហ្នឹងបាទគេខំជួយជាតិមាតុភូមិដើម្បីឲ្យវាបានសុខដុមរមនាសុខសាន្តកុំឲ្យពួកឈ្លានពាននេះគេខំការពារទឹកដីធ្វើឲ្យបិទតែកម្លាំងកងទ័ពយើងតិចធ្វើម៉េចគេធំវាមានបាត់បង់ខ្លះហើយខ្ញុំមិននេះទេខ្ញុំគ្រប់គ្រងមកលើពួកអស់លោកឯងវិញខ្ញុំសួរមើលហើយចិត្តអាប់បន្ទោសរដ្ឋាភិបាលហ្នឹងខ្ញុំសួរថាពួកលោកឯងហ្នឹងអាចការពារបានទេបាទឧទាហរណ៍ថាក្រុមគ្រួសារលោកឯងហ្នឹងមានគ្នា2នាក់មានក្រុមគ្រួសារមួយទៀតនោះដែលមានគ្នា10នាក់គេមកវាយលោកឯងហ្នឹងសួរលោកឯងហ្នឹងការពារបានទេបើគេជាជនពីល10នាក់ហ្នឹងជាជនពីលគេមកវាយលោកឯងតើលោកឯងការពារបានទេប្រទេសជាតិសប្តាហ៍ក៏ដូចអញ្ចឹងដែរក៏ប៉ុន្តែខ្មែរយើងត្រូវនៅក្នុងស្រុកនេះហើយនៅក្រៅស្រុកដែលគេចូលចិត្តឈឺឆ្អាលក្នុងប្រទេសជាតិគេជួយប្រទេសជាតិនេះគេខំណាស់ប៉ុន្តែពួកលោកឯងប្រមាណក្បាលហ្នឹងនិយាយអត់មានមើលសោះណាបើថ្ងៃមុនទៅបាតកម្មមានអាណាចូលរួមបាន20នាក់ហ្នឹងលោកឯងចេះតែនិយាយឲ្យតែបានមកមានអាណាសុំលោកឯងឲ្យចូលស្រុកវិញទេមនុស្សបាត់ជាតិអញ្ចឹងខ្ញុំចង់និយាយក្នុងសង្គមខ្ញុំចង់ប្រឡូកជាមួយនយោបាយទេក៏ប៉ុន្តែខ្ញុំមើលដល់ណែនដើមទ្រូងពេកតែពួកលោកឯងធ្វើនឹងប្រព្រឹត្តអំពើអញ្ចឹងខ្ញុំឆ្អែតជាមួយពួកលោកឯងមិនបានជួយការពារជាតិកសាងប្រទេសជាតិពួកលោកឯងបំផ្លាញរហូតណាដល់គេធ្វើវិញទៅរដ្ឋាភិបាលធ្វើវិញថារដ្ឋាភិបាលកក់អ្នកស្រុកខ្មែរ17លានអ្នកណាយ៉ាងកំសោយក៏មាន90%ដែរបាទខ្ញុំជឿជាក់អញ្ចឹងគេស្រឡាញ់រដ្ឋាភិបាលគេចូលចិត្តរដ្ឋាភិបាលមិនដូចលោកឯងទេណាព្រោះលោកឯងឆ្វេងយល់ទៅគ្រប់សង្គមរស់នៅទាំងអស់តាំងពីដើមទីរហូតមកចំនួនណាទោះថាមានក្តីសុខសាន្តសន្តិភាពដូចចំនួនសម័យដៃជូនឹងទេបាទ40-50ឆ្នាំជាងដែលអត់មានសង្គ្រាមស៊ីវិលគ្នាឯងបាទគាត់ការពារសន្តិភាពឲ្យយើងបានពេញលេញតែយើងជន់មកក្តាប់តូចហ្នឹងនាំគ្នាចង់បំផ្លាញសន្តិភាពហ្នឹងខ្ញុំរស់នៅតាំងពីអាយុដឹងក្តី5-6ឆ្នាំរហូតមកដល់18 19ឬ20ឆ្នាំជាងខ្ញុំមានទុកលំបាករាល់ថ្ងៃរឿងសង្គ្រាមតែរហូតមកដល់សម័យដេជូដែលបានរំដោះខ្ញុំមិនដែលមានទុកទេខ្ញុំរស់នៅយ៉ាងសុខសាន្តបាទធ្វើតែបិទតែមានការកុសគងអ្នកក្រោមអាវ៉ាត់បន្តិចតួចមិនណាក៏តែរដ្ឋាភិបាលមិនដែលធ្វើឲ្យប្រជាជនលំបាកហួសពេកដូចសម័យប៉ុលពតដូចសម័យផ្សេងៗទេបាទ
អញ្ចឹងសេចក្តីសុខវាមិនដែលបានគ្រប់ជ្រុងជ្រោយទេប៉ុន្តែវាបាន50%ជាងគឺល្អហើយប្រជាជនរស់នៅយ៉ាងសប្បាយរីករាយមានផ្ទះមានសម្បែងរាល់ថ្ងៃមានទូរស័ព្ទទំនើបប្រើមានម៉ូតូភាគតិចណាស់ដែលអត់មានខ្ញុំថាខ្ញុំថា30%ទៅ20%ចុះមិនទាំងមានផងគ្រប់គ្នាទាំងអស់គេសិតតែមានម៉ូតូមានឡានជិះបាទស្រុកសន្តិភាពទាំងអស់ហើយអ្នកឯងទាំងអស់គ្នានៅក្រៅប្រទេសហ្នឹងមិនជួយជ្រោមជ្រែងបាទហើយនេះខ្ញុំក៏មិននិយាយប៉ះពាល់ដល់បងប្អូនដែលស្នេហាជាតិទេបងប្អូននៅក្រៅប្រទេសដែលស្រឡាញ់ជាតិទេសំទោសផងប៉ុន្តែខ្ញុំនិយាយជាមួយពួកមកក្តាប់តូចដែលខំបំផ្លាញជាតិចូលរួមជាមួយខ្មាំងធ្វើបាត់បង្ហាញឲ្យខ្មាំងជួយវាយកម្ពុជានោះបាទលោកឯងមិនមែនជួយវាយតកូលហ៊ុនទេគឺជួយវាយប្រជាជនទូទាំងប្រទេសហ្នឹងឯងតកូលហ៊ុនយ៉ាងហោចណាស់ក៏គ្រាន់បើជាងលោកឯងដែរបាទប៉ុន្តែបើឆ្ងាយមិនតិចទេកូលហ៊ុនកសាងជាតិបានមកផ្លូតមកលើតែលោកឯងប្រអាប់បន្ទោសថាទីមនឹងមិនចេះកសាងលោកឯងមកមើលទូទាំងប្រទេសហ្នឹងមើលលើកលែងតែកន្លែងខ្មាំងឈ្លានពានដែលបំផ្លិចផ្លាញក្រៅពីនៅក្នុងស្រុកលោកឯងទៅមើលផ្ទះថ្មប្រហែលខ្ញុំមិនចង់និយាយទេបងប្អូនចូលទៅមើលបទបង្ហាញផងវាពួកអាសំរងស៊ីហ្នឹងជាពិសេសអាសំរងស៊ីហ្នឹងហ្មងទៅមើលខ្ញុំអត់ចង់ប្រឡូកជាមួយយោបាយប៉ុន្តែខ្ញុំទឹះពេកបាទវីដេអូនេះផ្ដាំផ្ញើទៅពួកហ្នឹងផងបាទអរគុណហើយក៏សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសក្រៅប្រទេសដែលស្រឡាញ់ជាតិសូមឲ្យរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារហើយនឹងមានសុខភាពល្អទូទាំងក្រុមគ្រួសារទាំងអស់អរគុណជម្រាបលា